Hello ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំសារទីថ្មីរៀងរាល់វីដេអូខ្ញុំបានតែប្រាប់ពុកម៉ែបងប្អូនថាជួយចែករំលែកជួយឲ្យសុខមេដាជួយជប់ទុកក្រោយខ្ញុំមួយផងដែលខ្ញុំមានកម្លាំងចិត្តកែស្នៃវីដេអូថ្មីៗចាច់ជួបពុកម៉ែបងប្អូនទស្សនាបាទហើយវីដេអូមួយនេះខ្ញុំក៏បានទៅទៀមមួយថាគេអាំងសាច់ភ្លាមគេផ្លាក់សាច់ភ្លាមខ្ញុំក៏ទិញបានឆ្លាប់មាន3គឺមួយ15ប៉ែនដងប្រហែលជា2000រៀលលុយខ្មែរខ្ញុំទិញ3ហើយនឹងទិញខូចមន់3ស្កាក់ទៀតមួយស្កាក់មិនតែ1500រៀលនៅស្រុកខ្មែរទាំងអស់ប្រហែលជា10000ជាងពុកម៉ែបងប្អូនប្រហែល12000 13000លុយខ្មែរមកប្រអប់ជាមួយគ្រូខ្សាខ្ញុំហូបពេលបាយត្រង់មិនភ្លេងអលឹមពុកម៉ែបងប្អូនអើយអត់ដឹងទៅរួមហូបអីឆ្លោអីទេមកទៅទិញសាច់អាំងគេអាំងស្រាប់ពុំហុយផ្សែងហ្នឹងហើយខ្ញុំក៏បានចែកជូនពុកម៉ែបងប្អូនថាទស្សនារៀងរាល់ការហូបហូបចំណៃព្រឹកប្រហៀមឬមួយក៏ហូបបាយឬមួយក៏ធ្វើអ្វីផ្សេងដូចជាលក្ខណៈថានៅក្នុងស្រុកវៀតណាមខ្ញុំបានចែកជូនពុកម៉ែបងប្អូនរៀងរាល់ទស្សនាហ្នឹងហើយមានអ្វីផ្លាច់ខ្ញុំចែកជូនបងប្អូនទស្សនាឥឡូវកុំភ្លេចកន្លែងមកមើលវីដេអូយ៉ាងបន្តទៀតគឺបានខ្ញុំបានមកបន្ទប់ជួលវិញហើយក៏បានរៀបចំថតពុកម៉ែបងប្អូនឃើញថាសាច់អាំងវាមុំហូបដែរប៉ុណ្ណឹងគឺ10000លុយខ្មែរទេហើយវិញក៏មុំហូបដែរហ្នឹងហើយហើយនេះជាក្នុងបន្ទប់ជួលរបស់ខ្ញុំពុំទៅហូបបាយជាមួយគ្រួសារហ្នឹងហើយមានអីទេបងប្អូនអើយចម្លងមួយចានតែងៀតតែក្រាញ់អីចេះហូបទៅហើយនេះខ្ញុំក៏បានភ្លក់ធ្វើថាទៅសក់មួយទឹកចលុកគេនឹងទឹកម្ទេសគេនឹងគេវល់ថាមុំដែរបងប្អូនអើយព្រមជាតិម៉ែជាតិទៅអានោះហើយក៏ដាក់មួយម៉ាត់ទៀតព្រោះឆ្ងាញ់ព្រោះទឹកគ្រឿងគេធ្វើចាប់ចិត្តមែនវីដេអូរបស់ខ្ញុំមិនក៏ប៉ុណ្្នឹងទេសូមជូនពុកម៉ែបងប្អូនទស្សនារៀនរាល់វីដេអូរបស់ខ្ញុំកុំភ្លេចជួយ like ជួយ share ជួយsubscribe ខ្ញុំអ្នកមួយផងដែលខ្ញុំមានកម្លាំងចិត្តកែស្នៃវីដេអូបន្តទៀតថ្មីប្លែកៗជាជុំពុកម៉ែបងប្អូនទស្សនាអរគុណសម្រាប់លាបាយបាយ